ជំរាបសួរបងប្អូនថ្ងៃនេះយើងមកជួបគ្នាហើយយើងនឹងឲ្យបងប្អូនស្គាល់កន្លែងខ្លះក្នុងវីដេអូនេះយើងនិយាយពីតំបន់តារាសាគរហើយនេះសុទ្ធតែគេចិនដែលធ្វើថ្មីនឹងធ្វើហើយនឹងធ្វើរួចហើយនឹងកំពុងតែសាងសង់នៅតំបន់នេះខ្ញុំសួរបងប្អូនមិត្តភ័ក្តិខ្ញុំនៅគេធ្លាប់ធ្វើការនៅហ្នឹងគេថាតំបន់ហ្នឹងភ័យជួប500ហិកតាបងប្អូនហើយស្គាល់តំបន់តារាសាគរបើយើងជិះតាមផ្លូវជាតិលេខ48ពីផ្លូវ3ត្រែអំបិលចាក់ទៅកោះកុងហ្នឹងតំបន់តារាសាគរហ្នឹងវាចូលតាមតំបន់ចូលតាមផ្លូវសាយពូថងជើប្រហែលជា7 8ឬក៏10គីឡូខ្ញុំអត់សូវច្បាស់ដែរមានផ្លូវ3ជា3បើយើងចាក់ទៅខាងស្ដាំដៃយើងទៅភូមិកោះស្ដាច់បើយើងចាក់មកខាងឆ្វេងដៃជើប្រហែលជា3គីឡូហ្នឹងយើងនឹងទៅដល់តំបន់តារាសាគរតំបន់នេះប្រហែលជាបងប្អូនយើងអត់សូវអ្នកមកលេងទេឬក៏អត់សូវមានអ្នកស្គាល់ទេហើយដូចផ្លូវយើងឃើញនឹងសាច់ហើយស្អាតហើយផ្លូវបេតុងនៅតំបន់ហ្នឹងវាមានកាស៊ីណូវាមានសណ្ឋាគារវាមានរីសតអីចឹងដែរមានច្រើនទៀតហើយក្នុងវីដេអូនេះចំចំណុចតំបន់នេះជាជនយើងកំពុងតែលក់អីវ៉ាន់ចាប់ហួយឬក៏បន្លែហើយមួយខាងនេះទៀតនេះឃើញអត់ឃើញអាគេកំពុងសាងសង់ប្រហែលជា7 8គេហើយតំបន់នេះសម្បូរឆ្នេរសក្បោះហើយអត់សូវមានអ្នកមកលេងទេនោះនៅកោះនៅខាងនោះហៅកោះស្មាច់វានៅទន្ទឹមនឹងកោះស្ដេចហ្នឹងឯងហើយឆ្នេរនេះ